ការខិតខំប្រឹងប្រែងធ្វើការគឺជាគន្លឹះនៃជោគជ័យក្នុងជីវិតគ្មានអ្វីដែលមានតម្លៃនៅក្នុងជីវិតបានមកដោយងាយស្រួលនោះទេមនុស្សដែលខិតខំប្រឹងប្រែងធ្វើការសម្រេចបាននូវក្តីសុបិននិងគោលដៅរបស់ពួកគេការខិតខំប្រឹងប្រែងធ្វើការបង្រៀនអ្នកឲ្យមានវិន័យមានការអត់ធន់និងការទទួលខុសត្រូវខ្ពស់សូម្បីតែនៅពេលដែលបញ្ហាប្រឈមមកដល់ក៏ដោយមនុស្សដែលខិតខំប្រឹងប្រែងធ្វើការនឹងមិនបោះបង់ឡើយរាល់ការខិតខំប្រឹងប្រែងតូចៗបូកបញ្ចូលគ្នានឹងនាំទៅរកលទ្ធផលដ៏អស្ចារ្យការខិតខំប្រឹងប្រែងគឺសំខាន់ជាងការមានសំណាងពីព្រោះវាបង្កើតបាននូវឱកាសមនុស្សជោគជ័យជំរុញទឹកចិត្តដល់អ្នកដោយសារតែការលះបង់និងការតស៊ូរបស់ពួកគេការខិតខំប្រឹងប្រែងធ្វើការក៏បង្កើតបាននូវទំនុកចិត្តនិងភាពរឹងមាំនៃចរិតលក្ខណៈផងដែរអ្នកគួរតែខិតខំប្រឹងប្រែងធ្វើការសិក្សារៀនសូត្រធ្វើការងារនិងកែលម្អជីវិតផ្ទាល់ខ្លួនរបស់អ្នកជាមួយនឹងការខិតខំប្រឹងប្រែងការតាំងចិត្តនិងការផ្ដោតជាប់លាប់ការខិតខំធ្វើការតែងនាំមកនូវភាពជោគជ័យនិងការពេញចិត្តការមានវិន័យលើខ្លួនឯងគឺជាសមត្ថភាពក្នុងការគ្រប់គ្រងខ្លួនឯងនិងផ្ដោតលើគោលដៅរបស់អ្នកវាជួយឲ្យអ្នកធ្វើរឿងដែលត្រឹមត្រូវទោះបីជាវាពិបាកក៏ដោយមនុស្សជោគជ័យសម្រេចបាននូវក្តីសុបិនរបស់ខ្លួនព្រោះពួកគេមានវិន័យការមានវិន័យលើខ្លួនឯងមានន័យថាជាការគ្រប់គ្រងពេលវេលារបស់អ្នកដោយឈ្លាសវៃនិងជៀសវាងបាននូវទម្លាប់ដ៏អាក្រក់វាបង្រៀនអ្នកពីការអត់ធន់ការទទួលខុសត្រូវនិងភាពស៊ីសង្វាក់គ្នាបើគ្មានវិន័យលើខ្លួនឯងទេវាពិបាកបានជោគជ័យលើការសិក្សាលើការងារឬជីវិតខ្លួនឯងណាស់ពេលខ្លះអ្នកអាចមានអារម្មណ៍ថាខ្ជិលឬរំខានប៉ុន្តែវិន័យជួយរក្សាឲ្យអ្នកនៅលើផ្លូវដែលត្រឹមត្រូវនៅពេលអ្នកអនុវត្តការមានវិន័យលើខ្លួនឯងរៀងរាល់ថ្ងៃអ្នកកាន់តែរឹងមាំនិងមានទំនុកចិត្តជាងមុនការមានវិន័យលើខ្លួនឯងគឺជាគន្លឹះនៃភាពរីករាយផ្ទាល់ខ្លួននិងជោគជ័យរយៈពេលវែងក្នុងជីវិតការសិក្សាអប់រំគឺជាមូលដ្ឋានគ្រឹះនៃជីវិតជោគជ័យវាផ្ដល់ឲ្យអ្នកនូវចំណេះដឹងជំនាញនិងការយល់ដឹងអំពីពិភពលោកតាមរយៈការសិក្សាអប់រំអ្នករៀនពីរបៀបគិតដោះស្រាយបញ្ហានិងធ្វើការសម្រេចចិត្តបានល្អការសិក្សាអប់រំបើកទ្វារទៅកាន់ឱកាសកាន់តែប្រសើរនិងអនាគតភ្លឺស្វាងវាមិនត្រឹមតែបង្រៀនអ្នកនៅមុខវិជ្ជាដូចជាគណិតវិទ្យានិងវិទ្យាសាស្ត្រប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងមានតម្លៃសំខាន់ៗដូចជាការគោរពភាពស្មោះត្រង់និងការទទួលខុសត្រូវផងដែរមនុស្សដែលមានការសិក្សាអប់រំអាចជួយកែលម្អសង្គមនិងជួយគាំទ្រដល់គ្រួសាររបស់ពួកគេបានយ៉ាងល្អសាលារៀននិងគ្រូបង្រៀនដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតអនាគតរបស់អ្នកគួរតែឲ្យតម្លៃដល់ការសិក្សាអប់រំរបស់អ្នកហើយប្រើប្រាស់វាដោយឈ្លាសវៃជាមួយនឹងការសិក្សាអប់រំវាអាចសម្រេចក្តីសុបិនរបស់អ្នកនិងកសាងជីវិតរបស់អ្នកបានកាន់តែប្រសើរក្តីសង្ឃឹមគឺជាអារម្មណ៍ដ៏មានឥទ្ធិពលមួយដែលជួយឲ្យអ្នកបន្តដំណើរទៅមុខក្នុងជីវិតវាផ្ដល់ឲ្យអ្នកនូវកម្លាំងក្នុងអំឡុងពេលលំបាកនិងរំលឹកអ្នកថាថ្ងៃដែលល្អប្រសើរនឹងមកដល់នៅពេលអ្នកប្រឈមនឹងបញ្ហាឬការបរាជ័យក្តីសង្ឃឹមជួយឲ្យអ្នកមានភាពវិជ្ជមាននិងភាពរឹងមាំបើគ្មានក្តីសង្ឃឹមទេជីវិតអាចមានអារម្មណ៍ថាទទេស្អាតនិងងងឹតឈឹងក្តីសង្ឃឹមលើកទឹកចិត្តអ្នកឲ្យមានក្តីសុបិនធំនិងខិតខំធ្វើការដើម្បីគោលដៅរបស់អ្នកវាផ្ដល់ឲ្យអ្នកនូវភាពក្លាហានដើម្បីព្យាយាមម្ដងទៀតបន្ទាប់ពីមានកំហុសនីមួយៗសូម្បីក្នុងស្ថានភាពលំបាកបំផុតក៏ដោយក្តីសង្ឃឹមបំភ្លឺដូចជាភ្លើងទៀនតូចមួយនៅក្នុងចិត្តរបស់អ្នកដោយមានក្តីសង្ឃឹមគ្មានអ្វីដែលមានអារម្មណ៍គិតថាមិនអាចទៅរួចនោះទេប្រសិនបើអ្នកជឿជាក់លើខ្លួនឯងហើយមិនបាត់បង់ក្តីសង្ឃឹមទេនោះ
អ្នកអាចយកឈ្នះលើបញ្ហាប្រឈមនិងសម្រេចជោគជ័យបានដោយងាយគ្រាលំបាកគឺជាផ្នែកមួយនៃជីវិតរបស់មនុស្សគ្រប់រូបមនុស្សគ្រប់រូបតែងជួបនឹងការប្រឈមបញ្ហានិងការលំបាកនៅត្រង់ចំណុចណាមួយគ្រាលំបាកបង្រៀនយើងនៅមេរៀនសំខាន់ៗអំពីការអត់ធន់ភាពរឹងមាំនិងការតស៊ូវាជួយយើងឲ្យកាន់តែរឹងមាំនិងឈ្លាសវៃនៅពេលយើងប្រឈមមុខនឹងគ្រាលំបាកវាជាការសំខាន់ណាស់ដែលត្រូវរក្សាភាពវិជ្ជមាននិងមិនបោះបង់យើងគួររៀនពីកំហុសឆ្គងនិងបន្តឆ្ពោះទៅមុខទៀតរាល់បញ្ហាប្រឈមគឺជាឱកាសដើម្បីកែលម្អខ្លួនឯងនិងក្លាយជាមនុស្សកាន់តែប្រសើរគ្រាលំបាកមិនឋិតថេរជារៀងរហូតទេដោយការខិតខំប្រឹងប្រែងក្តីសង្ឃឹមនិងការតាំងចិត្តយើងអាចយកឈ្នះលើវាបានចូរចងចាំថាជោគជ័យនិងសុភមង្គលគឺមានអារម្មណ៍ថាផ្អែមល្ហែមបន្ទាប់ពីយកឈ្នះលើការលំបាកជីវិតគឺជាដំណើរគ្រាលំបាកធ្វើឲ្យយើងកាន់តែរឹងមាំសម្រាប់ដំណើរទៅមុខព្រះអាទិត្យគឺជាផ្កាយដ៏សំខាន់បំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងវាផ្ដល់ឲ្យយើងនូវពន្លឺនិងកម្ដៅដែលចាំបាច់សម្រាប់ជីវិតនៅលើផែនដីបើគ្មានព្រះអាទិត្យទេរុក្ខជាតិមិនអាចលូតលាស់បានឡើយហើយមនុស្សនិងសត្វក៏មិនអាចរស់រានមានជីវិតបានដែរព្រះអាទិត្យរះនៅទិសខាងកើតហើយលិចទៅវិញនៅទិសខាងលិចជារៀងរាល់ថ្ងៃពន្លឺរបស់វាជួយយើងឲ្យមើលឃើញនិងរក្សាបាននូវសកម្មភាពព្រះអាទិត្យក៏ជួយផលិតថាមពលតាមរយៈថាមពលពន្លឺព្រះអាទិត្យផងដែរទោះបីជាវាក្តៅខ្លាំងនិងនៅឆ្ងាយក៏ដោយយើងមានអារម្មណ៍ថាវាមានភាពកក់ក្តៅជារៀងរាល់ថ្ងៃព្រះអាទិត្យគឺជានិមិត្តរូបនៃក្តីសង្ឃឹមនិងការចាប់ផ្ដើមជាថ្មីវារំលឹកយើងថាបន្ទាប់ពីយប់ងងឹតទៅថ្ងៃភ្លឺចិញ្ចាចចិញ្ចែងក៏មកដល់